សួស្តីបងប្អូនទាំងអស់គ្នាចង់បង្ហាញពីហាងកាហ្វេមួយកន្លែងដែលមានឈ្មោះថា The Farm Cafe ដែលស្ថិតនៅតាមដងផ្លូវវិថីឈ្នះឈ្នះហាងកាហ្វេនោះគឺមិនត្រឹមតែជាហាងកាហ្វេទេគឺមានតាំងពីលក់តាំងពីភេសជ្ជៈមានតាំងពីសាច់អាំងស៊ុបនិងអាហារកម្ម៉ង់ជាច្រើនសម្រាប់បងប្អូនដែលចង់មកទស្សនាគឺអាចមកបាននៅតាមដងវិថីឈ្នះឈ្នះនៅក្នុងក្រុងភ្នំពេញនេះទេបងប្អូនហើយហាងនេះដែរគឺមានតាំងពីដាក់តាំងសម្រាប់បងប្អូនដែលថាចង់ថតរូបថតអីចឹងមានកន្លែងថតរូបច្រើនហើយមានតាំងពីសត្វកប្រុកនេះគឺគេហៅកប្រុកស្រល់ហើយក៏មានសត្វសេកសត្វអីដែរផងដែរបងប្អូនមានតាំងពីសត្វពពួយនិងគេហៅពពួយអីបងប្អូនគឺយើងធំដែរសម្រាប់បងប្អូនដែលមានហៅថាដៃគូដៃកង់អីអាចមកទស្សនានិងផ្តិតរូបថតរូបទុកជាអនុស្សាវរីយ៍អីចឹងទៅហើយមានកន្លែងថតរូបជាច្រើនមានតាំងពីដូចជាតុបតែងមានតាំងពីរឹងសម្រាប់គេងមានកន្លែងអង្គុយលក្ខណៈថាបែបធម្មជាតិហ្នឹងបងប្អូនហើយកន្លែងហាងនេះដែរគឺស្ថិតនៅក្នុងក្រុងភ្នំពេញទេនៅតាមដងផ្លូវថៃឈ្នះហើយមានតាំងពីកន្លែងជិះទូកលេងហើយមានស្ពានគេដាក់ឈ្មោះថាកោះស្នេហ៍បងប្អូនហើយក្នុងកន្លែងនេះគឺគេបាញ់ទាំងផ្សែងធ្វើដូចជាថានៅពុកតុក្កតាអញ្ចឹងបងប្អូនបាញ់ទាំងផ្សែងមានកន្លែងអង្គុយលេងបែបកញ្ចក់ស្រស់ស្អាតហើយមានតាំងពីចិញ្ចឹមសត្វដើកដឹងដើកគឺធាខ្ញុំមិនសូវស្គាល់ដែរតាំងពីមាន់ហើយក៏មានសត្វសេកក៏មានដែរបងប្អូនសត្វសេកធំមកដឹងគេហៅសេកអីខ្ញុំមិនសូវស្គាល់ទេនេះសត្វដើកធំបងប្អូនចូលចង់ដើកជាបងប្អូនដឹងដើកគេធាខ្ញុំមិនសូវច្បាស់ដែរខ្ញុំមិនសូវស្គាល់តែមិនថាដើកធំមកហើយមានតាំងពីមាន់ហើយយកមាន់នេះក៏ខូចដែរគឺឡើងទៅទុំលើដើកចាំមើលបងប្អូនទៅទុំលើដើកទៀតទុំលើដើកហើយដើកធ្វើមិនដឹងអញ្ចឹងទៅដូចរស់នៅជាមួយគ្នាបានណាបងប្អូនហើយមានតាំងពីទន្សាយហើយគេហៅថាដូចមានកន្លែងកំសាន្តលក្ខណៈថាដូចសំសត្វចឹងបងប្អូនជាលក្ខណៈថាមានសត្វសម្រាប់ឲ្យយើងមកទស្សនាហើយមានសេកនេះគឺសេកធំដែរបងប្អូនហើយមានសត្វអីច្រើនទៀតតែខ្ញុំមិនសូវស្គាល់ឈ្មោះបងប្អូនខ្ញុំមិនសូវស្គាល់ឈ្មោះសត្វអីហើយមានកន្លែងជិះទូកលេងដូចថាបងប្អូនចង់ជួលជិះទូកអីក៏គេមានកន្លែងជិះទូកដែរខាងតรงខាងនេះវិញគឺមានតាំងពីសត្វសេកតรงខាងឆ្វេងដៃបងប្អូនទៅចូលមកបងប្អូនខាងឆ្វេងដៃមានតាំងពីសត្វសេកក៏ទៅស្អាតដែរបងប្អូនមានតាំងពីពណ៌ចម្រុះពណ៌គ្នាខ្ញុំមិនដឹងថាគេហៅសេកអីបានតែឃើញស្រស់ស្អាតហើយមានកន្លែងអង្គុយញ៉ាំអីរោងធំមួយហើយមានកន្លែងក្មេងលេងសម្រាប់បងប្អូនដែលមានក្មេងទូចអាចមកញ៉ាំអីចឹងទៅកន្លែងលេងឲ្យក្មេងលក្ខណៈថាធុញថយអីចឹងណាកន្លែងហ្នឹងពីលេងកម្សាន្តទៀតហើយពេលយប់ឡើងក៏មានការបើកភ្លើង
ព្រោះទៅគឺស្រស់ស្អាតណាស់បងប្អូនសម្រាប់ពេលយប់បើកភ្លើងហើយបាញ់ផ្សែងបាញ់អីចឹងមកមើលទៅដូចជាគេហៅថាគេហៅថាពិភពគេហៅពិភពតុក្កតាពិភពអីចឹងណាមើលទៅសម្រាប់បងប្អូនចូលចិត្តថតរូបថតវីដេអូអីអាចមកកន្លែងនេះបានមិនខ្វះរបស់ញ៉ាំទេបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ